ចិននឹងបើកទីផ្សារដ៏ធំរបស់ខ្លួនសម្រាប់កម្ពុជាក្នុងការនាំចូលផលិតផលកសិកម្មលោកស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងថាចិននឹងបើកទីផ្សារដ៏ធំរបស់ខ្លួនសម្រាប់កម្ពុជាដែលអនុញ្ញាតឲ្យកម្ពុជានាំចូលនៅផលិតផលកសិកម្មដ៏មានគុណភាពយកទៅលក់នៅទីផ្សារចិននេះយោងតាមភ្នាក់ងារសារព័ត៌មានចិនស៊ីនហៅក្នុងជំនួបពិភាក្សាជាមួយនឹងសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានៅថ្ងៃទី17ខែមេសាឆ្នាំ2025នេះលោកប្រធានាធិបតីស៊ីជីនពីងបានវាយតម្លៃចំពោះវឌ្ឍនភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាព្រមទាំងការកោតសរសើរចំពោះភាពល្បីល្បាញរបស់ប្រទេសកម្ពុជានៅក្នុងឆាកអន្តរជាតិប្រធានាធិបតីចិនលោកស៊ីជីនពីងបានលើកឡើងថាចិននៅតែបន្តពង្រឹងនិងពង្រីកសហប្រតិបត្តិការគ្រប់វិស័យជាមួយនឹងកម្ពុជាហើយក៏បានគូសបញ្ជាក់ការបដិញ្ញាចិត្តយ៉ាងមុតមាំជាមួយនឹងកម្ពុជាក្នុងការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការគ្រប់គ្រងកម្ពុជាគ្រប់កាលៈទេសៈដើម្បីជួយឲ្យកម្ពុជាសម្រេចនៅចក្ខុវិស័យឆ្នាំ2050ដោយក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ថ្នាក់ដឹកនាំកម្ពុជាចិនបានឯកភាពគ្នាកសាងសហគមន៍វាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មីនិងគ្រប់រដូវកាលចិននិងកម្ពុជាបានបដិញ្ញាចិត្តក្នុងការគ្រប់គ្រងពាណិជ្ជកម្មពហុភាគីផ្អែកទៅលើច្បាប់តម្លាភាពបើកចំហនិងគ្មានការរើសអើងរួមទាំងការលើកកម្ពស់បន្តការរីកចម្រើននៃច្បាប់អង្គការពាណិជ្ជកម្មពិភពលោកច្បាប់អង្គការពាណិជ្ជកម្មពិភពលោកដូចជាការសម្របសម្រួលនិងការវិនិយោគផងដែរនោះកម្ពុជាចិនបានឯកភាពគ្នាក្នុងការផ្ដល់ទូរទស្សន៍កិច្ចព្រមព្រៀងទីផ្សារសេរីពាណិជ្ជកម្មដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនព្រមទាំងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យគ្រប់ជ្រុងក្នុងតំបន់អាស៊ានសេរីកម្ពុជាចិននិងជំរុញសកម្មភាពឲ្យមានការចុះហត្ថលេខាលើពិធីដំឡើងកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ានចិន 3.0 បើយើងទៅតាមទិន្នន័យរបស់នាយកដ្ឋានកយនិងរដ្ឋកោកម្ពុជាក្នុងឆ្នាំ2025នៅឆមាសទី1ហ្នឹងគឺការនាំចេញរបស់ទំនិញកម្ពុជាទៅកាន់ចិនមានទំហំទឹកប្រាក់ 348.19 លានដុល្លារធ្លាក់ចុះ 4.9% ចំណែកឯទំនិញចូលមកវិញគឺមានទំហំទឹកប្រាក់ 3.72 ពាន់លានដុល្លារកើន 30.9% ចាអញ្ចឹងអរគុណច្រើនជម្រាបលាហើយកុំភ្លេចជួយ like ជួយ share និងជួយ subscribe channel YouTube របស់ខ្ញុំមួយផងហើយបើសិនជាមានព័ត៌មានអីអាប់ដេតបន្ថែមទៀតខ្ញុំនឹងចេញវីដេអូបន្ថែមទៀតអរគុណច្រើនជម្រាបលាបាយបាយ